សង្សារទីមានសាក់ពេញខ្លួនបងប្អូនបន្តែខ្ញុំអត់ដឹងថាលើណាទីជូនយកទៅជួបម៉ាក់វាបន្តែសង្សារទីហ៊ានទៅទេភ័យខ្លាចណាទីទៅជួបតែខាងក្រោមមានអារម្មណ៍មិននេះភ័យអាប៉ុណ្ណឹងដែរមានឡៃផ្សេងដែរប៉ុណ្ណឹងឯងបងឲ្យដៃទីនោះអាណិតសង្សារទីដែរបងប្អូនគ្នាហ៊ានជួបទេគ្នាថាភ័យខ្លាំងណាស់ដោយសារតែមានសាក់បងប្អូនខ្ញុំអត់សូវហ៊ានជួបនេះមានសាក់ចឹងហើយខ្ញុំភ័យแล้วសួរបងប្អូនមើលបើមានសាក់ចឹងទៅជួបតែខាងក្រោមមានអារម្មណ៍មិននេះភ័យអាប៉ុណ្ណឹងដែរមានឡៃផ្សេងដែរប៉ុណ្ណឹងឯងបងឲ្យដៃទីនោះអើយយាយគិតថាម៉ែឲ្យព្រមណានឹងគិតថាព្រមមួយម៉ាក់គាត់អត់ចេះអាងណាខ្ញុំភ័យនេះអត់ដែរមកអីទេអីណាភ័យជួបគាត់ចង់ដឹងថា reaction គាត់មិនយកបងប្អូនមើលសាក់ផ្លូវសាក់ឡើងនេះតែគេសាក់តិចដែរមិនមែនសាក់បែបស្ទាវអីទេយេយើងសាក់បែបអាសាយើងស្រឡាញ់ទេនេះដដាច់អីមានឋានកន្លែងដែរចឹងវាភ័យហ៊ានទៅជួបពីបាច់អីមកតែខ្ញុំមិនញ៉ាំទេតើឡើយជូនទៅជួយឥឡូវនឹងបងប្អូនចាំមើលទាំងអស់គ្នាថាម៉ាក់ទីនិយាយមិនដែរចឹងណាបងប្អូនឥឡូវនឹងជូនយកទៅឲ្យបងប្អូននៅគ្នាភ័យខ្លាំងមែនមើលទាំងអស់គ្នាថាម៉ាក់វានិយាយមិនចឹងណាសួរអីអូនមកញ៉ាំកាហ្វេអីកូនចាមកជូនបុកផងថាមកជួបម៉ែសំសាកូនឯងបាទនិយាយលេងនិយាយមែនចូលខ្ញុំកុហកម៉ែទៅមិនទៅបានណាតែមានសាក់មានអីដែរដូចខ្ញុំដែរចឹងម៉ែរើសអាងណាមិនអីទេកូនមានសាក់ក៏ស្អាតតែបើអត់សាក់ក៏ស្អាតស្អីក៏ស្អាតដែរកូនអត់អីទេខ្ញុំពេញចិត្តស្មារតីទៅម៉ែនិយាយអីឲ្យតែកូនឯងខាច់ចេះស្រឡាញ់គ្នាហើយកូនឯងសំខាន់កូនឯងយកមកឲ្យម៉ែដឹងឮចឹងណាម៉ែសប្បាយចិត្តតែពួកកូនឯងហ៊ានបង្ហាញការពិតប្រាប់ម៉ែកុំឲ្យធ្វើអីដល់ឲ្យម៉ែដឹងចឹងណាកូនម៉ែចេះពេលម៉ែនិយាយកូនម៉ែគាត់បើចេះមានភ្នែកល្អនេះស្អាតហ្នឹងកូនចៅគេស្អាតណាស់អើយមើលសាច់ឈាមភ្លឺថ្លាហ្មងអូចឹងមិនថាគាត់សុបាយចិត្តទេបងប្អូនអូយមិននេះភ័យហ៊ានមកជួបអាយដៃឡើងចាក់ទេមែនតើកូនភ័យទៅអីអត់អីទេចឹងនិយាយថាចេះកូនឯងទូលយកទីបានគឺអ៊ីសុបាយចិត្តវិញព្រោះទីគាត់ចំចិត្តតិចតាំងពីដើមមកគឺអ៊ីខេចិត្តទីរហូតកូននិយាយអីមុំងាក់ទៅបាត់ណាចឹងដល់កូនឯងត្រូវដឹងចិត្តទីកន្លែងហ្នឹងណាហ្នឹងហ៎ទីលួងទៅគឺមិនសូវអីទេពីស្លូតទេកូនថាងាក់ងច្រើនតិចជួយយកកាហ្វេណាអរគុណច្រើនកូនចេះស្រឡាញ់គ្នាដឹងណៅបំផៃបាច់អីអត់អីទេព្រោះអីអ៊ីឲ្យតែថាកូនឯងស្លូតកូនឯងស្មោះត្រង់មួយទីសាក់ប៉ុណ្ណឹងអ៊ីទួលយកបានអត់អីទេកូនទីប្រាប់មកឲ្យថាមនុស្សល្អមិនល្អមិនអាស្រ័យលើសាក់អីពីមុនអ៊ីស្អាប់ទីសាក់ដូចគ្នាដល់ពេលទីសាក់ឲ្យក៏នៅតែទីរបស់ជាកូនរបស់ម៉ាក់ដែរអញ្ចឹងណាគឺអត់ប្រែប្រួលអញ្ចឹងអត់អីណាកូនណាម៉ែខ្ញុំសុបាយចិត្តទេនេះអរគុណម៉ាក់សុបាយចិត្តមកណែទទួលយកខ្ញុំមែននិយាយរួមទៅខ្ញុំរំភើបចំនួនតាដែរបងប្អូនគាត់គ្រាន់តែលឺសូម៉ាក់ទីនិយាយហើយគឺគាត់សុបាយចិត្តមែនតើបងប្អូនឥឡូវគាត់ចូលផ្ទះអង្គុយលេងសិនអញ្ចឹងណាបងប្អូន